ទី3បានឈានជើងមកដល់នៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហិមាវគ្គនេះគឺទទួលបានការឧបត្ថម្ភធំពី Jos ជំរឿសពិតពីធម្មជាតិសូមជម្រាបទៅកាន់ក្រុមទាំងពីរថាការកម្ដៅសាច់ដុំវគ្គនេះគឺជាការកម្ដៅសាច់ដុំចុងក្រោយដែលសម្រេចថាតើក្រុមណាមួយមានសិទ្ធិដែលត្រូវឡើងទៅប្រឈមនឹងកណ្ដាប់ដៃមហិមាលេងខ្លួនឯងឬក៏ផ្ទេរសិទ្ធិជឿនទៅកាន់ភាគីម្ខាងទៀតនៅក្នុងវិញ្ញាសាវគ្គនេះទទួលបាន30ពិន្ទុដែលមានឈ្មោះថាជញ្ជាំងអត់កំបាំងបាទជញ្ជាំងអត់កំបាំងនៅក្នុងវគ្គនេះគឺបាទដូចដែលយើងបានដឹងហើយគឺ30ពិន្ទុបាទតម្រូវទៅលើគ្នា2នាក់បាទឡើងលេងចូលធ្វើបោលចូលប៉ុន្តែសូមជម្រាបសិនបងសវត្ថពីររូបគឺឡើងទៅលេងគឺជញ្ជាំងរបស់យើងបាញ់ផ្សែងចេញមកយើងមើលអត់ឃើញរូបរាងជញ្ជាំងបែបណាទេតើតែជញ្ជាំងនឹងមកដល់គៀកទើបយើងមើលឃើញថាជញ្ជាំងនោះមានរូបរាងយ៉ាងម៉េចដូច្នេះតើតែម្នាក់នឹងលះហាស់កាយវិការលះហាស់ណែលះហាស់អីអូខ្ញុំនិយាយអត់អួតទេរឿងភ្លេងខ្ញុំកង់អីណាផ្សែងកង់អាងឹតកង់អីណានេះបងឯងចូលលេងទាំងពីរស្អីខ្លាំងទៅមិញបើសិនតែអត់មានគាត់ពីរនាក់ដល់ចាក់ខ្ញុំដាច់ទៅអូនខាងក្រោយខ្លាចបងចាញ់គេជួយចម្រន់ទឹកចិត្តនិងជំរុញឲ្យភាពក្លាហានចូលទៅអូចាំឥឡូវសម្រាប់ថាខៀវឬក្រហមឡើងទៅលេងមុនខៀវមុនចាខៀវមុនទៀតហើយចូលធ្វើបោលអីឥឡូវខាងអ្នករៀនគាត់លើកតុងហើយគាត់ផ្ដល់សិទ្ធឲ្យយើងជាបរិសុទ្ធតើខៀវមិនខ្ញុំហើយហីខ្ញុំហើយហីឥឡូវខាងខ្ញុំចេញមុនម្ដងចាចេញម្ដងហើយបាទត្រៀមហើយបាទសូមទៅកាន់ទីតាំងបាទអាចបង្ហាញជញ្ជាំងអត់កំបាំងវគ្គនេះគឺជាជញ្ជាំងអាចកំបាំងមានន័យថាគឺមិនដឹងអូយបងភីចឹងក៏បញ្យល់គេដែរមើលទៅលើឆាកយើងសុទ្ធតែផ្សែងតែម្ដងហើយប៉ុន្តែអាយ៉ាឃើញរូបរាងហើយចាប់បានម្នាក់មួយចូលតែម្ដងទៅបានសម្រេចដោយបំណងមែនប៉ុន្តែខុសកាយវិការបន្តិចបន្តួចណាខ្ញុំមិននិយាយខ្ញុំមិនចង់ឆ្លៃធ្វើឲ្យតែការទៀវឆ្លាក់ទឹកម្ដងក៏អស់ចិត្តដល់លោកអើយអត់អីបាទឆ្លាក់តែតិចក៏បានហើយខ្ញុំបើតាមយើងមើលរូបភាពសារឡើងវិញលោកអេនឌីគាត់ចេញផុតពីទីតាំងឆ្លងជាងយើងតែវិសាគាត់ឈរនៅក្នុងទីតាំងទេអត់អីទេ30មិនបានទេព្រោះរូបរាងក៏យើងខុសតិចតួច30មិនបានឲ្យតែ29បានសូមជូន5ដោយសារវាអាប់អួរយើងពិបាកមើលណាយើងពិបាកបន្ទោសគាត់វាជូនលើកទឹកចិត្ត2ពិន្ទុ10ពិន្ទុបាទតែចាំបាទឥឡូវក្រុមក្រហមបាទចាយក30ពិន្ទុបានអត់សង្ឃឹមដែរឥឡូវឲ្យអ្នកណាឲ្យឥឡូវវីហ្នឹងពីអ្នកនេះក៏រដ្ឋាទៅពីអត់ទេពីអ្នកខ្ញុំចឹង2នាក់សាន់ឆាយហើយនឹងរដ្ឋាបាទត្រៀមហើយបាទសូមទៅកាន់ទីតាំងសូមបង្ហាញជញ្ជាំងអត់កំបាំងអូយគុណម៉ែគុណឪហើយជួយកូនចៅផងសូមឲ្យផ្សាយនោះឲ្យលេខខ្សឹលថាខ្យល់ទៅស្រួលមើលអូយចោះបន់អីក៏បន់យ៉ាងនេះលោកនៅពេលដែលផ្សាយផាត់ផុតទៅឃើញថានៅសល់អ្នកទាំងពីរជាមួយនឹងជញ្ជាំងយើងអាយ៉ាលុតចង្គង់ចូលបានល្អមែនតើអីឲ្យចំណែកម្នាក់ទៀតមើលឃើញយ៉ាងម៉េចនោះដៃសោះលើកជើងណាស់ដែរអូយបងភីប្រហែលជាគាត់នឹងជំនាញលើកជើងទេបងគាត់បានប្រាប់ខ្ញុំដែរតាផឹមគាត់គឺជាកាយវិបកម្មមួយរូបណាអូយអញ្ចឹងបានគាត់លើកជើងសាហាវយ៉ាងនេះណោះដៃសោះថាជាជើងបានมันគួរឲ្យជឿមែនបងអោរដ្ឋាអូនហើយដៃសោះយកជើងតែដាក់អូនប្រកែកណាអូនយកជើងចំនួនដៃនេះគេឲ្យធ្វើចេះបាទឯងទៅពោចុងអីណាអូន
ត់ទេបងព្រោះមិននៅផ្ទះរៀនលើកជើងហើយដល់ពេលមកដល់ចេះច្រឡំ ឲ្យប្រមាណគ្នាយើងបើ 30យកទៅបាទបានជូនបន្ទុកឲ្យពេញដូចគ្នាបាទ30បន្ទុកដែរ បាត់តែ5ទេទីនទីនរត់ទីន អត់អីនៅចាញ់យើងអត់ដែរអើយលោកឯលោកតែសល់លោក អូយឡើងអញញ៉ៃ បាទ អូយល្អណាស់ទួយយករត់ត្បល់ទៅ សบายចិត្តទេឥឡូវនេះយើងឃើញថាបន្ទុករបស់ក្រុមខៀវបាន40ហើយក្រុមក្រហមបាន35គៀកគ្នាមែនតើខុសតែ5បន្ទុកប៉ុណ្ណោះបាទ បាទ ហើយសម្រាប់ទឹកនេះក៏យើងអាចសរុបសេចក្តីបានហើយថាអ្នកដែលមានសិទ្ធិសម្រេចទៅប្រឈមចំពោះមុខកណ្ដាប់ដៃមហេបៀនោះគឺបានទៅក្រុមខៀវ ហេយ៉ាឈើ បាទហើយសូមជម្រាបដល់ក្រុមខៀវម្ដងទៀតដែរថាមានសិទ្ធិសម្រេចមិនមែនបានន័យថាមានសិទ្ធិយកលុយទៅផ្ទះទេគ្រាន់តែមានសិទ្ធិសម្រេចថាតើឡើងទៅលេងដោយខ្លួនឯងឬក៏បោះបង់សិទ្ធិនេះមកឲ្យគេបាទហើយការទៅលេងខ្លួនឯងគឺងាយស្រួលទេគឺចូលទៅកាន់ទីតាំងទាំង3នាក់សំណួរមាននៅលើអេក្រង់ធំរបស់យើងឆ្លើយឲ្យត្រូវក្នុងរយៈពេល10វិនាទីមិនធ្លាក់ទឹកបានលុយប៉ុន្តែបើឆ្លើយខុសធ្លាក់ទឹកហើយត្រូវបានលុយនេះត្រូវប្រគល់មកឲ្យក្រុមអ្នកដែលឈរមើលវិញ បាទប៉ុន្តែនៅមានវិធីមួយទៀតបើសិនជាយើងមិនចង់លេងខ្លួនឯងយើងគិតថាអូខេយើងទុកឱកាសមួយទៀតឲ្យក្រហមហើយណាមួយយើងគិតថាក្រហមដូចជាមិនប្រកែស្រាប់អញ្ចឹងយើងឲ្យគេលេងបើគេឆ្លតបានទេយើងអង្គុយចាំយលុយមិនយើងឡើងទៅលេងខ្លួន អរេឲ្យខាងខុសយ៉ាងដែរ បាទប៉ុន្តែបើសិនជាគេឡើងទៅគេឆ្លើយត្រូវអាហ្នឹងត្រូវធម្មតាគេឆ្លើយត្រូវគេយលុយទេ យើងគាត់និយាយប្រាប់ហងឯងណាយើង3-4 ដងហើយអាលេងខ្លួនឯងនឹងដៃឈ្នះទេណា ទុកពេលឲ្យក្រុមខៀវធ្វើការសម្រេចចិត្តបាទប្រិមត្តទូរទស្សនិកជនដែលកំពុងតាមដានទស្សនានៅគេដ្ឋានជាទីមេត្រីវគ្គចុងក្រោយនៃកម្មវិធីនឹងបានដឹងថាតើការសម្រេចចិត្តរបស់ក្រុមខៀវត្រូវឬក៏ខុសពីពេលនេះពីកម្មវិធីសូមសម្រាប់មួយភ្លេចសិន